ក្នុង15ប្រទេសភាគច្រើននៅក្នុងអាស៊ីហ្នឹងគឺដូចអត់ទាន់មានទេរហូតដល់អាហ្វ្រិកថាបើសិនជាផលិតផលយើងដំណើរការស្រួលគាត់ណែនាំឲ្យយើងហ្នឹងចុះបញ្ជីជាអន្តរជាតិទៅដើម្បីអ្នកវិនិយោគយកផលិតផលយើងទៅដល់ស្រុកក្រៅបានខ្ញុំមានមោទនភាពជាកូនខ្មែរហើយបើសិនបើឧបករណ៍យើងមានការទទួលស្គាល់ជាអន្តរជាតិគឺខ្ញុំសប្បាយចិត្តហើយជួយដល់បរិស្ថានទៀតមានមោទនភាពខ្ពស់បាទឈ្មោះស្រីវាសនាជាសហស្ថាបនិកហ្គាសទឹកគឺជាឧបករណ៍ផលិតអ៊ីដ្រូសែនខ្ញុំពីមុនជាអ្នករៀនបញ្ចប់មហាវិទ្យាល័យផ្នែក business ហើយបងអូនខ្ញុំនឹងគាត់ផ្នែក IT អញ្ចឹងពាក់ព័ន្ធនឹង IT គឺគាត់ជាអ្នកណែនាំខ្ញុំទេគាត់ថាមានឧបករណ៍មួយអញ្ចឹងណាគាត់ថាអាចយកមកប្រើប្រាស់បានយើងក៏សាកទិញយកមកប្រើប្រាស់អញ្ចឹងទៅដល់ពេលអញ្ចឹងទៅយើងពីរអ្នកហ្នឹងសហការគ្នាមួយគាត់ជា IT អញ្ចឹងគាត់យល់អំពីបច្ចេកទេសទាំងអស់ដែលឡែកខាងខ្ញុំណាមានជំនាញផ្នែក business អញ្ចឹងយើងយល់អំពីថាតើ product ហ្នឹងអាចចូលទីផ្សារបានគឺយើងដឹងដល់ពេលយើងប្រើប្រាស់យើងស្គាល់គុណភាពយើងស្គាល់អត្ថប្រយោជន៍វាទៅយើងសម្រេចចិត្តទាំងពីរនាក់ថាសហការគ្នាដើម្បីបង្កើត product នេះយកមកប្រើប្រាស់ក្នុងស្រុកខ្មែរយើង2ឆ្នាំជាងមុនគឺចេញពីការចង់ដឹងចង់ឮទេដោយសារយើងឃើញនៅស្រុកគេណានៅប៉ែកអឺរ៉ុបហ្នឹងគឺគេបានផលិតឧបករណ៍នេះប្រើប្រាស់ទួលបានជោគជ័យហើយជាមួយនឹងម៉ាស៊ីនរថយន្តអញ្ចឹងខ្ញុំក៏សាកទិញគេយកមកប្រើដែរហើយតម្លៃក៏ខ្ពស់ដែរចំនួនហ្នឹងគឺមកកាផ្លេវា$1,500នោះយើងយកមកប្រើទៅយើងឃើញទទួលបានលទ្ធផលហ្នឹងទៀតមិនមែនគ្រាន់តែជួយសំចៃជួយឲ្យម៉ាស៊ីនស្ទុះធម្មតាទេគឺវាជួយកាត់បន្ថយនៅឧស្ម័ន CO2 ជួយឲ្យបរិស្ថានហ្នឹងបានល្អថែមទៀតអញ្ចឹងវាធ្វើឲ្យចំណាប់អារម្មណ៍ខ្ញុំយល់ឃើញថាឧបករណ៍ផលិត Hydrogen នេះអាចយកមកធ្វើជា business ផងហើយជួយដល់បរិស្ថានផងអញ្ចឹងក៏ជំរុញចិត្តឲ្យខ្ញុំហ្នឹងសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះបានចាប់ផ្ដើមចេញជាផលិតផលឲ្យអ្នកក្នុងស្រុកយើងបានប្រើក្នុងតម្លៃមួយធូរថ្លៃសមរម្យមែនតើរបស់គេ$1,500ដល់ពេលយើងថា$1,500បើយើងយកមកស្រុកខ្មែរគឺលក់មិនបានទេអញ្ចឹងយើងគិតអំពីសពគ្រប់បែបយ៉ាងដើម្បីឲ្យតម្លៃនឹងវាធ្លាក់ឲ្យសមរម្យនឹងជីវភាពបងប្អូនខ្មែរយើងមុននឹងបានលទ្ធផលសម្រេចនេះគឺយើងខុសច្រើន2ឆ្នាំជាងមុនមកសម្ភារៈមួយចំនួនយើងទិញមកអត់មានគុណភាពប្រើទៅវាឆាប់ខូចឆាប់បែកតម្រាំតែយើងអភិវឌ្ឍបដារហូតមកដល់ទទួលលទ្ធផលថា product នឹងអាចធន់នឹងកម្ដៅបានធន់នឹងការធានាមួយឆ្នាំហើយនឹងប្រើប្រាស់តទៅមុខទៀតបានអញ្ចឹងយើងឆ្លងកាត់ការខុសច្រើនបច្ចុប្បន្ននេះគឺយើងទទួលបានលទ្ធផលសម្រេចមួយដែលមានគុណភាពខ្ពស់ជាក់ស្ដែងតម្លៃនេះបើយើងប្រៀបធៀបនឹងការលក់នៅបរទេសគឺវាខុសគ្នា1គុណនឹង10អាធំហ្នឹងគឺយើងលក់ត្រឹមតែ199ទេមួយទៀត149ទេពួក4ម៉ាស៊ីនណាហើយដែលឡែកយើងមានទុកដែរលក់ត្រឹមតែ79ទេសម្រាប់ពួកគាត់ឆេះចឹងឆេះយឺចឹងហើយផ្សែងខ្មៅមូលហេតុដែលខ្ញុំផលិត product នេះឡើងទី1គឺយើងយល់ថាតម្លៃសាំងតម្លៃម៉ាស៊ុតគឺវាតែងតែកើនឡើងជាប្រចាំមួយទៀតម៉ាស៊ីនប្រើប្រាស់នៅស្រុកខ្មែរហ្នឹងគឺគាត់ប្រើយូរប្រើតដាំខ្ទឹមតលែងទៅមុខបានគាត់ឈប់អញ្ចឹងគុណភាពម៉ាស៊ីនតែងតែធ្លាក់យើងនិយាយថាខ្សោយឬក៏យ៉ងហុយផ្សែងច្រើនអញ្ចឹងដល់ពេលងាកមកដាក់ Hydrogen វាជួយកម្លាំងហ្នឹងគឺស្ទុះដាក់ភ្លាមដល់ស្ទុះភ្លាមហ្មងធម្មតាធម្មជាតិរបស់ Hydrogen ពេលដែលចេញទៅគឺវាជួយទៅឲ្យលបាយដែលឆេះអត់អស់ដែលយ៉ងសើមក្នុងប៊ីស្តុងហ្នឹងវាធ្វើឲ្យស្ងួតហើយឆេះអស់ 100% ដោយសារ Hydrogen កម្លាំងឆេះវា3ដងនៃសាំងនៃហ្គាសឬក៏ម៉ាស៊ុតហ្នឹងអញ្ចឹងដល់ពេលវាទៅមិចនៅក្នុងប៊ីស្តុងទៅវាធ្វើឲ្យចំហេះនៅក្នុងហ្នឹងស្អាតវាឆេះអស់ 100% អញ្ចឹងអាផ្សែងដែលចេញតាមសំាំងក៏អត់សូវមានដែរវាកាត់បន្ថយទៅ60ទៅ70%យើងបំពាក់មកដល់បច្ចុប្បន្ននេះប្រហែលជា800គ្រឿងហើយទាំងទូកទាំងរថយន្តទាំង tractor excavator គឺគាត់ទទួលស្គាល់ថាដាក់ភ្លាមដឹងស្ទុះដឹងខ្លាំងភ្លាមបើយើងនិយាយអំពីឧបករណ៍នេះគឺវាត្រូវជាមួយឲ្យទលំទលាគឺម៉ាស៊ីនឲ្យតែម៉ាស៊ីនចាក់ប្រេងសាំងម៉ាស៊ុតហ្គាស LPG អីហ្នឹងឬក៏អ្នកខ្លះគាត់យកសាំងទៅកែមួយ LPG អាហ្នឹងក៏ប្រើបានដែរតែជាមួយប្រភេទ hybrid គឺយើងដាក់អត់បានទេមិនមែនថា hybrid ហ្នឹងដាក់មិនបានទេដាក់បានក៏ប៉ុន្តែដោយសារ hybrid វាធ្វើការផ្លាស់ប្ដូរចរន្តម្ដងទៅអាគុយម្ដងមក dynamo អញ្ចឹងវាធ្វើឲ្យឧបករណ៍យើងប្រើបានយូរថ្ងៃខ្ញុំមានមោទនភាពមួយ product ហ្នឹងគឺ
វាជួយកម្ចាត់នៅ CO2 អាយើងហៅឧស្ម័នផ្ទះកញ្ចក់ហ្នឹងបានច្រើនមែនតើឡានយើងប្រើចំណេញទាំងការសំចៃបាន 20% យើងបានស្ទុះប៉ុន្តែនៅក្នុងហ្នឹងយើងជួយបរិស្ថានចំណេញបានដល់ទៅ 50% បើឧបករណ៍ខ្ញុំ800គ្រឿងនេះណាបើសិនជាគាត់ប្រើរួមគ្នាយើងជួយទប់ស្កាត់អាការចេញឧស្ម័នមកបរិយាកាសរាប់តោនឧបករណ៍ខ្ញុំនេះចូលទៅកន្លែងណាក៏ជាប់ដែរដូចកាលប្រហែលជា3ខែមុននៅខាង KE គេបានផ្ដល់រង្វាន់20លានរៀលលើឧបករណ៍ដែលជួយដល់បរិស្ថានដោយឡែកបច្ចុប្បន្នខ្ញុំកំពុងតែប្រកួតប្រជែងជាមួយនឹងកម្មវិធី UN ដែរ84ក្រុមហ៊ុនគេចម្រាញ់យក11ក្នុងហ្នឹងយើងជាប់ short list ហ្នឹងហើយខាង KE ខាងរដ្ឋយើងណាគាត់បង្កើតដើម្បីជួយអ្នកដែលរកស៊ីជីវកម្ម small start up អីហ្នឹងគឺយើងដាក់ទៅនៅក្នុង25គេរើស16ឥឡូវយើងជាប់16នឹងបន្តទៀតហើយដាច់ឆ្នាំហ្នឹងគេនឹងយកអ្នកដែលជាប់ជាជ័យលាភីហើយអញ្ចឹងយើងសង្ឃឹមច្រើនយើងធ្លាប់សិក្សាហើយសួរឆែកច្រើនដែរទាំងបរទេសទាំងគ្រូ mentor ដែលគាត់ធ្លាប់ទៅបរិញ្ញាគ្រប់តំបន់រហូតដល់ Africa ដល់អីហ្នឹងគាត់ថាផលិតផលយើងអត់ទាន់មានអ្នកណាមានទេនៅក្នុង15ប្រទេសភាគច្រើននៅក្នុងអាស៊ីហ្នឹងគឺដូចអត់ទាន់មានទេរហូតដល់ Africa ថាបើសិនជាផលិតផលយើងដំណើរការស្រួលគាត់ណែនាំឲ្យយើងហ្នឹងចុះបញ្ជីជាអន្តរជាតិទៅដើម្បីអ្នកវិនិយោគយកផលិតផលយើងទៅដល់ស្រុកក្រៅបានខ្ញុំមានមោទនភាពជាកូនខ្មែរហើយបើសិនបើឧបករណ៍យើងមានការទទួលស្គាល់ជាអន្តរជាតិគឺខ្ញុំសប្បាយចិត្តហើយជួយដល់បរិស្ថានទៀតមានមោទនភាពខ្ពស់ការងារខ្ញុំមួយថ្ងៃនេះផលិតផងនិងដំឡើងផ្ទាល់នៅទីតាំងផងជាក់ស្ដែងខ្ញុំបានភាសាហើយគឺយើងអត់ចង់ដំឡើងចំណាយពេលវេលាបងប្អូនមកកន្លែងខ្ញុំហើយខ្ញុំដំឡើងទេខ្ញុំចង់តែផលិតដើម្បីចែកចាយទេអញ្ចឹងមួយថ្ងៃនេះគឺខ្ញុំពង្រឹងការផលិតឲ្យមានច្រើនក្នុងស្តុកហើយនឹងរកដៃគូដំឡើងហើយអនាគតខ្ញុំនឹងធ្វើឧបករណ៍ hydrogen មកពាក់ទៅលើម៉ូតូហើយតម្លៃអត់ឲ្យថ្លៃទេហើយយើងសេរីរូបរាងឲ្យវារៀងទូចជាងនឹងដើម្បីអាច support មួយម៉ូតូបាន